ពីសម័យឆ្នាំ70ប៉ះពួកក្រុមគីជីវលោកមេប៉ះលីចែទទួលតំណែងជាអ្នកគ្រប់គ្រងជនពីក្រុងហុងកុងដល់ល្បីល្បាញម្នាក់កូនចៅរបស់គេដែលមានស្វ័យដៃលើគេគឺបងប្អូនពីរនាក់បងធំឈ្មោះអាយុងប្អូនប្រុសឈ្មោះអាកជាអ្នកតំណែងដែលលីចែបានកំណត់អាយុងមានការចំណេញណាស់ដើម្បីទាក់ទាញចិត្តរបស់លីចែក៏យកស្រីដែលខ្លួនស្រឡាញ់ប្រគល់ទៅឲ្យលីចែមានម្ដងអាយុងព្រោះតែប្រាក់គេសម្រាប់អ្នកមានគុណរបស់លីចែអាកព្រោះតែចង់ការពារអាយុជីវិតរបស់បងប្រុសក៏សុកចិត្តឈមមុខអង្វរលីចែមានការអន់ចិត្តខ្លាំងណាស់ក៏ដេញគេទាំងពីរចេញពីក្រុមហ៊ុនរបស់ខ្លួនក្នុងចិត្តអាកយល់ថាខ្លួនឯងមិនគួរធ្វើបែបនេះចំពោះលីចែក៏បានទាស់គ្នាជាមួយអាយុងតែម្ដងហេតុនេះហើយអាកសម្រេចចិត្តដកខ្លួនចេញពីពិភពគុណទៅនៅប្រទេសម៉ាឡេស៊ីកសាងជីវិតថ្មីឡើងវិញចំនួនឆ្នាំ80អាយុបានពង្រីកនឹងកម្លាំងរបស់ខ្លួនដោយសារការកាយសាហាវព្រៃផ្សៃរបស់វាសម្រេចចិត្តត្រូវសម្រាប់លីចែឲ្យតទៅបានបងចែព្រះជាម្ចាស់នឹងដឹកនាំអ្នកទៅកាន់ភពដ៏សប្បាយនៅទិសខាងលិចសូមអ្នកទៅកាន់សុគតិភពចុះតាមខ្ញុំដឹងលោកម្ចាស់ហុងត្រូវកូនចៅរបស់អាយុងសម្លាប់អាយុងនៅក្នុងបងយងដោះមួកចេញទៅលីអាចែក៏មកដែរបងចែបងមានបានទទួលលិខិតសួរសុខទុក្ខរបស់ខ្ញុំទេឯងតែងសួរសុខទុក្ខខ្ញុំរៀងរាល់ឆ្នាំបងចែកាលពីមុនជាអ្នកបណ្ដុះបណ្ដាលខ្ញុំគាត់ជាអ្នកមានគុណចំពោះគ្រួសាររបស់ខ្ញុំថ្ងៃក្រោយបើពួកឯងជួបនឹងបងចែត្រូវតែគោរពភ្លាមដឹងទេបាទបងចែខ្ញុំសូមលាសិនហើយណែកាលហ្នឹងខ្ញុំមិនស្ដាប់បង្គាប់បងចែក៏បានជូនគ្រាប់សំណឲ្យខ្ញុំមួយគ្រាប់ហើយធ្លាក់ភ្លៀងធ្លាក់ខ្យល់បែបនេះដៃនេះវាចេះតែឈឺអនុស្សាវរីយ៍នេះខ្ញុំមិនអាចបំភ្លេចវាបានទេខ្ញុំមានការសោកស្ដាយណាស់ខ្ញុំមិនគួរបាញ់ដៃរបស់ឯងទេលីអាចែយើងចង់ដឹងថាឯងគ្រាន់បើដល់ណាទៀតពួកឯងមិនបាច់រវីរវល់គេពេកទេបាទបងយង
បងជីដូនមួយថ្ងៃនេះទំនេរម្លេះមិនលេងលោកប៉ាមែនទេបងថ្ងៃនេះមិនបានបោកខោតំណប់ឲ្យប្រពន្ធអាចារ្យទេបាបកម្មរបស់ឯងច្រើនយ៉ាងនេះប្រយ័ត្នអន្ទះបាញ់ស្លាប់ណាបងយកលោកប៉ាទៅណាទៅលេងប្រទេសម៉ាឡេស៊ីនៅជាមួយបងប្រុសរបស់ឯងជាកូនរបស់គាត់មិនក៏ឯងមិនដឹងដែរមិនពិតលោកប៉ាទៅធ្វើទស្សនកិច្ចតើទស្សនកិច្ចក្បាលឯងអីឯងមិនមែនជាកូនរបស់យើងទេឯងធ្វើអំពើដែលបាបកម្មទោះជាឯងមានលុយច្រើនជាងនេះទៅទៀតក៏គ្មានប្រយោជន៍អីដែរថ្ងៃនេះជាថ្ងៃអនុស្សាវរីយ៍រៀបអាពាហ៍ពិពាហ៍របស់បងចៅពួកគាត់កំពុងចាំយើងញ៉ាំបាយគេជួបលៀងក្នុងផ្ទះគេហ៎មិនមែនទេមានតែគ្នាយើងប្រហែលអ្នកជួបជុំគ្នាហូបបាយទេបងចៅលោកពូអូអបអរសាទរអរគុណណែអាជូវាគ្មានបានប្រាប់ខ្ញុំជាមុនសោះបានជាខ្ញុំគ្មានបានទិញអីមកហ្នឹងណាបាច់ទិញអីមកទេណាថ្ងៃស្អែកលោកពូអញ្ជើញទៅម៉ាឡេស៊ីមែនទេអូមែនហើយខ្ញុំមកលាដំណើរនឹងឯងហ្នឹងណាលោកពូខ្ញុំរៀបចំថ្នាំកៅលីមួយចំនួនសូមលោកពូយកទៅអាកកផងអេអ្នកនាងចិត្តល្អណាណែបងចែអាយងខ្វះការគួរសមចំពោះបងច្រើនណាខ្ញុំសូមទទួលកំហុសជំនួសវាទៅចុះអើយណែអាជូវាចិត្តបានណាវាថាសុកចិត្តបំរើគ្រួសារលោកបងរហូតដល់ចាស់ត្មងនឹងអាជូពិតជាបានជួយពួកយើងមែនពៅអ៊ីរបស់នេះខ្ញុំសូមជូនដល់ឯងណាអរគុណចាអូនសម្លាញ់អូនឯងដឹងតែឆ្នាំនេះបងទិញអីឲ្យអូនទេអូនឈ្មោះអីទៅអូនណាអូនឈ្មោះពៅអ៊ីកប៉ាល់នេះស្អាតមែនបងចែគាត់ស្រឡាញ់គ្រួសារគាត់ណាមែនហើយស្អាតមែនអូនអរគុណអើយណែលើកប៉ាល់គេសរសេរអក្សរអីទៅនឹងពៅអ៊ីជាឈ្មោះរបស់ម្ដាយខ្ញុំពៅអ៊ីហ៎អូប្រទេសម៉ាឡេស៊ីស៊ីឡាដ្រូនSirodorong.លោកប៉ាអូអាកលោកប៉ានាងជាប្រពន្ធរបស់ខ្ញុំប្រពន្ធរបស់ឯងឈ្មោះអាហ្វាមែនទេនេះស្អាតណាស់អេអត់ទៅយើងហៅលោកតាភ្លាមទៅលោកតាម៉ាឡាកៅវាគឺជាកូនរបស់ឯងមែនទេអីឆាប់ធំណាស់ណឡើងភ្លាមទៅលោកប៉ាលីហើយណាដែលពួកគេទាំងអស់គ្នាឡើងលើឡានរបស់ឯងហើយក្មេងទាំងអស់នេះគឺជាកូនរបស់ខ្ញុំមែនទេលោកប៉ាអញ្ជើញឡើងឡានមកកូនក្មេងទាំងអស់នោះកូនទទួលមកចិញ្ចឹមមែនទេបាទមែន
លអត់តូចជាងគេនោះដោយឯងកាលពីនៅតូចណាចំជាអស់ចាមែនហើយពេលដែលពុកជួបកូនជាលើកដំបូងណាកូនធំប៉ុនវាគ្រាន់តែមួយប្រព្រឹត្តភ្នែក30ឆ្នាំក៏ឡងផុតទៅហើយកូនចង្រៃអ្វីត្បិតតែបងប្រុសឯងជាកូនបង្ការរបស់ប៉ាតែគេមិនដូចយើងសោះគេប្រព្រឹត្តអំពើក្បត់មិត្តភក្តិបើវាធ្វើអញ្ចឹងតទៅទៀតវានឹងទទួលកម្មផលរបស់វាមិនខានប៉ាទាស់ជាមួយវាមួយសាពេលដែលប៉ាចាក់ចេញពីហុងកុងតាមប៉ាយល់វាប្រហែលជាចង់សម្លាប់អាចែយើងបារម្ភនឹងអាចែខ្លាំងណាស់មើលទៅគេមានក្បាច់ផ្លែកគួរចង់មើលណាអូសួស្ដីសួស្ដីខានជួបគ្នាយូរហើយឯងសុខសប្បាយទេហ៎អូសុខសប្បាយទេអូពៅអ៊ីអូននៅលេងទីនេះសិនណាចាដែលក្មួយកូនហៅអ្នកមីងទៅអ្នកមីងក្មួយឆ្លាតណាស់ណែយើងទាំងពីររួមដៃបើកភោជនីយដ្ឋានជិត1ឆ្នាំទៅហើយប្រាក់ចំណេញក៏មិនតិចដែរគួរឲ្យស្ដាយណាស់ដែលយើងធ្វើយឺតបន្តិចខ្ញុំនឹកឃើញកាលពីមុនខ្ញុំទំនាស់ជាមួយឯងសម្រាប់តែគ្នាឯងចំជាឆោតមែនសម័យកាលខុសគ្នាទៅហើយឥឡូវអ្វីសុទ្ធតែនិយាយពីក្រុមហ៊ុននិងពាណិជ្ជកូនយើងម្នាក់ធំអស់ទៅហើយយើងមិនត្រូវនិយាយពីការកាប់សម្លាប់គ្នាទៀតទេកូនស្រីខ្ញុំមួយថ្ងៃគិតពីរាំឌីស្កូមិនគិតពីរៀនសូត្រសោះគួរឲ្យខឹងណាខ្ញុំសំណាងណាកូនខ្ញុំរៀននៅសាលាឈ្នួលប្រឡងរៀងរាល់ឆ្នាំមិនដែលចុះពីលេខ3ទេសប្តាហ៍ក្រោយគេចូលរួមប្រកួតបាល់ទាត់ទៀតផងអាទិត្យមុនពិធីបូជាលោកហុងមិនក៏មិនឃើញលបងមានដំណោះអីហ៎មានរឿងអីត្រូវដំណោះទៀតក្នុងពិធីបែបនេះបើមិនទៅវាប្រសើរជាងណែឯងគិតមើលបងប្អូនរួមស្លាប់រស់ជាមួយយើងកាលចំនួននោះម្ដងស្លាប់មួយឥឡូវនៅសល់តែខ្ញុំអាប៉ាវអាឈីវរាប់ទៅប្រហែលជា3 4នាក់ប៉ុណ្ណឹងជើងចាស់ស្លាប់ចិត្តអស់ទៅហើយជើងថ្មីសោយរាជពួកគេដូចក្តាមដើរកាប់ថ្នល់ទៅទឹងខ្លួនអញ្ចឹងអាយងដែលធ្លាប់នៅជាមួយលបងថ្មីនេះគេត្រូវជាមួយពួកក្មេងទាំងអស់នោះណាយើងក៏ដឹងថាអាចចង្រៃនេះស៊ីបាយបោកចានដែរខ្ញុំកំពុងតែតាមដានវាចាំមើលវាចង់ធ្វើអីនឹងយើងអាយងនេះរយៈពេលកន្លងមកចង់ប្រឆាំងនឹងខ្ញុំពេលដែលសវឹងស្រាមម្ដងវាតែងតែស្រែកថាសម្រាប់ឯងខ្ញុំស្ដីបន្ទោសឲ្យវា2 3ដងឥឡូវវារៀងស្ងាត់មាត់បន្តិចហើយប៉ុន្តែនៅពីក្រោយខ្នងខ្ញុំវាតែងតែល្អីល្អោវាប្រហែលជាចង់ចាត់ការនឹងខ្ញុំដែរលបងគិតយ៉ាងម៉េចទៅយើងមិនអោយវារស់ផុតពីឆ្នាំនេះទេលបងពិចារណាឲ្យមែនតើបើអាចទុកបានទុកវាសិនទៅông dùng mà số sẽ đây cho năm thầm ấy bạn số sẽ đây好个吉利啊！啊，谢谢。恭喜发财啊！恭喜发财！怎么样，都好吧？Lúc thật ai chú không biết trong rồi vậy bạn。好个吉利啊！怎么样？辛苦赚点钱。បងប្អូនទាំងអស់គ្នាមួយឆ្នាំកន្លងទៅបងប្អូនជួយខ្ញុំមិនតិចទេខ្ញុំសូមជូនបងប្អូនទាំងអស់គ្នាមួយកែវតឹងកាយងឯងខ្វាក់ភ្នែកហើយ
ai mình khơi dương coi này tin đi tê dương chỉ nên anh chơi nhiều ai bay chỉ chun ra cạn một cạn mọt dương ngày nít năm tham mày thật chỉ môi bong ổn có khó đây dây pi cầm ho là bỏ ai bốc sập tới về trong cả chiên môi sập hơi từ tiết ai anh cán kẹt ở đây từ tua khó trở bạc ca bị chạm tới anh cấp bảy rồi hót sập bầm mơnคบคืดจมวยเถากายไต้หวันเฉาะยกตุ่มนี้ระบอกกรมคนไอ้นกันดาสมุทรอันตรจิตมันทำทายปนังเธอกายจมวยยื่นระยะเปย์เชียงมาเพยชน้ำแนบอมราของกรมคนยื่นมีตุ่มนอกมันเต็มตุ้ยไอ้ก็สำหรับกีเพลียมยกสะสอบระบอกกีตุ่มแหลกโจกตึกแต่มาดองไอ้เปรียบโดยยื่นจะโกลอ้อมมาเนี่ยจังไรบองปอนตุ่มอมเปอร์ระบอกวิสะซ้อมหนึ่งสับเต้ยื่นเตอแต่สำหรับไอ้บัวไอ้จองกบฏหนึ่งยืงแม่นายยืงกบฏหนึ่งกันจ้าไอ้ยืงสกอแต่บองยุงตีนี่ถึงออกเนี่ยกลมประเดี๋ยวด่าซ้อนนะยืงสดแต่เนี่ยไอ้เนี่ยมันเธอสำหรับเนี่ยไอ้ตีตุ่มแลกกำเพลิงจำยีเนี่ยตีเด้อไอ้ทวีการจะมวยยืนสักเมียนกายนั่นก็ใส่โลลาคลังเลยลูกถกายจู้พักสราสระวังกอดไว้บ่งยุงดอถอยถกายจู้ดวนนึงกันลายหายหมดนึงสมบอกดอกตะมองบ่អូនមិនមែនចង់ឈឺឆ្អើការរកស៊ីរបស់បងទេតែរយៈពេលកន្លងមកអូនមិនដែលឃើញបងមិនសប្បាយចិត្តដូចថ្ងៃនេះសោះបងអាចប្រាប់អូនបានទេយើងមិនមែនត្រឹមតែជាប្តីប្រពន្ធនឹងគ្នាទេថែមជាមិត្តស្និទ្ធស្នាលនឹងគ្នាទៀតផងមែនទេឥឡូវទើបបងដឹងថាកាលពីមុនអាយុងធ្លាប់ស្រឡាញ់អូនដែរខ្ញុំគ្មានអារម្មណ៍ល្អចំពោះគេទេតែរយៈពេលប្រហែលឆ្នាំនេះអំពើព្រៃផ្សៃរបស់គេរឹតតែធ្វើឲ្យខ្ញុំស្អប់គេថែមទៀតគេចង់អុកឡុកបងមែនទេវាអូសទាញមនុស្សដើម្បីប្រឆាំងនឹងបងកាលពីមុនវាចង់តាក់ទាញទឹកចិត្តបងវាសុកចិត្តលះបង់មនុស្សដែលវាស្រឡាញ់វាមិនមែនជាមនុស្សទេឥឡូវបងគិតយ៉ាងម៉េចបងចង់ណាត់គេជួបគ្នាម្ដងបងហៅគេមកជួបអញ្ចឹងវាច្បាស់ជាថាបងខ្លាចវាហើយម្យ៉ាងទៀតបងមិនដែលចោះចាញ់ជាមួយអ្នកណាទេបងធ្វើនេះព្រោះតែអូននឹងកូនមែនទេបងពិតជាបារម្ភពីរឿងនេះមែនបងមិនបាច់ធ្វើបែបនេះទេបងមិនសប្បាយចិត្តអូនក៏មិនសប្បាយចិត្តដែរបើបងបង្ខំចិត្តធ្វើកិច្ចការអ្វីមួយព្រោះតែអូននឹងកូននោះអូនក៏ពិបាកចិត្តដែរកូនសម្លាញ់កូនចូលចិត្តទេចូលចិត្តម៉ាក់ទិញឲ្យកូនណាបាទតោះកូនសម្លាញ់ទៅផ្ទះវិញMar ទៅផ្ទះមែនទេម៉ាក់ឈប់សិន
កូននាងធំហើយតាណារួចអាយុប្រមាណឆ្នាំហើយមុខមាត់ស្អាតមែនដូចឲ្យចង្រៃវាដល់ហើយអាយពួកឯងក្តិចខ្ញុំឈឺណាបើសិនជាកូននេះគឺនាងកើតសម្រាប់ខ្ញុំវាល្អយ៉ាងណាទៅណាសុំទោសយើងគ្មានពេលទំនេរទេបើអ៊ីណែចូលឆ្នាំថ្មីហើយខ្ញុំជូនរបស់នេះទៅឲ្យនាងខ្ញុំមានប្តីរួចហើយខ្ញុំដូចជាមិនយល់សោះអាចារ្យមានអីល្អទៅដើរតាណាដូចខ្មោចឆៅមនុស្សអញ្ចឹងអាយុខ្លីណាសំលោកចេះគួសំផងកុំជេរប្តីខ្ញុំឲ្យសោះណាតោះអរគុណចាបាទណែបងយើងទៅវិញអីវ៉ៃវ៉ាន់ទិញគ្រប់គ្រាន់អស់ហើយអ៊ុយក្មួយអានមានរឿងអីហ្នឹងមានពូម្នាក់ឈ្មោះយងក្តិចខ្ញុំឈឺណាស់និយាយពាក្យសម្ដីខ្វះការគួសំជាមួយម៉ាក់ហើយស្ដីឲ្យលោកប៉ាទៀតផងពលិក王八蛋！你干什么？我操！bọn Dung, bọn người thêm Bơ y nhà mày hả? Thôi chân nhà chừng ấy, thôi chân con một bao mày á, thôi chân. Bơ y, niên nhà mày hả? Thôi chân tư, thôi chân con một bao mày á. Rạc lát mà. Hey, chỗ bay, thả chỗ bay, chỗ bay thế đó. Nó bọn, ở đây đi. Khôngប្រាប់រឿងនេះឲ្យបងចៃដឹងអីសោះខ្ញុំមិនចង់ពង្រីករឿងនេះទេដឹងទេCa hao ấy mà cà phê không màu mùi bạn bọn traiខ្ញុំមិនតន់ស្លាប់ទេខ្ញុំទៅចេញពីសាលាវឹកហាត់ឥឡូវក្រនបើជាមុនទៀតផងនេះជាដំណឹងអាក្រក់ចំពោះបងមែនទេមែនទេខ្ញុំសូមជូនពរឯងតិចចុះលោកអធិការចាំងសូមជិះផ្លូវខ្ញុំផងសូមទោសបងត្រូវជួបនឹងស្នងការហៅមែនទេបងចែក៏រំខានដល់បងមែនទេខ្ញុំនិយាយលេងតែផ្ដេសតែប្រាស់ហ្នឹងខ្ញុំមិនចេះត្រហើយមិនចេះស៊ីសំណុកសោកប៉ាន់សូម្បីតែកង់មួយក៏គ្មានដែរខ្ញុំមិនដូចលោកស្នងការហៅទេនៅញីញក់មានភោជនីយដ្ឋាន2 3លោកនិយាយបែបនេះចង់មកខូចកិត្តិយសយើងខ្ញុំគ្រាន់តែនិយាយលេងទេឥឡូវទៅកន្លែងរៀងខ្លួនចុះណាលោកខាងនោះជាក្រុមស្រាវជ្រាវបោះសម្អាតពួកស៊ីរុងផ្ទៃក្នុងលោកស្នងការហៅសូមលោកអញ្ជើញទៅពិសាជាមួយគេទៅទៀតចុះសូមអញ្ជើញបាទយើងទូរស័ព្ទទៅហៅលោកនាយរបស់ឯងអរគុណលោកហើយលោកស្នងការបងចែយើងតាមដានបងចនិចបងត្រូវប្រយ័ត្នប្រយែងតែណានៅលើលោកនេះមនុស្សប្រភេទណាក៏មានដែរឯងមើលនោះលោកហៅលោកចេញមុខទៅហៅឲ្យយងមកចរចាគ្នាវាប្រសើរដែរទេ
ខ្ញុំយល់ចិត្តរបស់ឯងហើយបងចែយើងស្គាល់គ្នាច្រើនឆ្នាំមកហើយរឿងនេះឯងទុកចិត្តលើខ្ញុំចុះបងចែថ្ងៃនេះសប្បាយចិត្តណាស់បងត្រូវពិសាឲ្យបានច្រើនបន្តិចណាមែនហើយសូមអញ្ជើញអញ្ជើញដាក់មួយកែវទៀតទៅបាទហើយសូមអញ្ជើញបងចែអរគុណតើឯងនឹងថាភោជនីយដ្ឋានហៃឈឹងនិងហៃធានជាក្រុមហ៊ុនរបស់ខ្ញុំជាមួយលោកតកែជូទេការងារភោជនីយដ្ឋានខ្ញុំមិនសូវចេះទេថ្ងៃក្រោយកិច្ចការអ្វីៗស្រាញតែបងចែទៅចាយើងមានការពិភាក្សាគ្នាជាមួយវិជ្ជាការប្រសើរជាងព្រោះកន្លងទៅនេះយើងមានការយល់ច្រឡំនឹងគ្នាលោកស្នងការហៅឲ្យយើងនិយាយគ្នាមុនវិជ្ជាការតែគ្មានយល់ច្រឡំអីទេយើងសុទ្ធតែជាមិត្តភក្តិល្អមែនទេលោកហៅមែនហើយយើងសុទ្ធតែមិត្តល្អមែនហ្នឹងមិត្តភក្តិល្អត្រូវហូប3កែវខ្ញុំស្វឹងហើយមិនមែនទេដឹងបងចែកន្លងទៅពូកែពិសាស្រានណាឬមួយបងចាស់ហើយស្រាក៏ត្រូវបន្ថយដែរពិសាមួយកែវនេះទៀតទៅអូខេថ្ងៃក្រោយយើងរស់ដោយសន្តិវិធីហើយបងចែបងនិយាយបែបនេះហាក់ដូចជាយើងមានទំនាស់ជាមួយគ្នាអញ្ចឹងយ៉ាងម៉េចបងខ្លាចខ្ញុំណាស់ទៅព្រោះតែហេតុនេះហើយបានជាបងយកសេនាកញ្ចាស់ទាំងនេះមកដែរខ្ញុំគ្មានទេខ្ញុំមកតែឯងឥឡូវយើងគ្រាន់តែផឹកស្រានតើមិនមែនមកវាយគ្នាឯណាចាំបាច់នាំមនុស្សច្រើនមកយ៉ាងនេះមិនអញ្ចឹងទេគេទាំងឡាយសុទ្ធតែជាមិត្តភក្តិចាស់របស់យើងខានជួបគ្នាយូរមកជួបគ្នាម្ដងទៅមែនហើយកាលពីមុនខ្ញុំក៏ធ្លាប់ប៉ាវបងចែដែរបងចែបើមានការចាំបាច់អីប្រាប់គេឲ្យមកផ្ដាំខ្ញុំក៏បានដែរចាំបាច់មកទាំងខ្លួនឯងនាំពិបាកធ្វើអីតាមពិតបងឯងខ្លាចខ្ញុំលេងដាក់បងឯងមែនទេបើអញ្ចឹងហេតុអីបានជាបងឯងក្រក់ម្លេះឲ្យតកែជួមមកសម្រាប់ខ្ញុំឥឡូវនេះសម្រាប់ខ្ញុំមិនបានបាយជាភ័យខ្លួនមែនទេពីមុនបងឯងដូចជាមិនមែនអញ្ចឹងទេហើយចុះហេតុអីពេលនេះស្រាក៏មិនផឹកហើយកំសាកជាមុនទៅទៀតណែបងយងសូមបងឯងនិយាយគ្នាឲ្យមានការគួរសមបន្តិចផងខ្ញុំពិតជាមិនបានដឹងគំនុំរវាងឯងជាមួយនឹងលោកតកែជូទេកិច្ចការផ្ទៃក្នុងរបស់គេខ្ញុំមិនបានផ្ដល់យោបល់ឲ្យគាត់ទាល់តែសោះឯងស្មានតែខ្ញុំខ្លាចឯងណាស់ទៅហ៎តាមពិតគាត់មិនឲ្យរឿងមុននេះវាកាន់តែធ្ងន់ធ្ងរឡើងទេថាម៉េចចង់និយាយពីការវាយគ្នាជាមួយនឹងយើងហ៎បងឯងហ៊ាននិយាយសម្ដីបែបនេះនៅចំពោះមុខរដ្ឋការសន្តិសុខជាន់ខ្ពស់បែបនេះផងហ៎ឯងដូចជាមើងងាយច្បាប់ពេកហើយបងយងនាងទាំងអស់នេះគេខឹងគេហើយតើឲ្យគេរងចាំដល់អង្ការទៀតមកជួនពេលល្អណាស់ថ្ងៃនេះបងចែកខឹងខ្លាំងណាស់រមម្នាក់ពីឲ្យស្អាតទៅកំដរគេភ្លាមទៅព្រឹកស្អែកធ្វើរបាយការណ៍មួយខ្ញុំនិយាយអំពីសកម្មភាពក្នុងការប្រយុទ្ធរបស់គេផងណាលោកហៅខ្ញុំមានការបន្តិចខ្ញុំលាសិនហើយបងចែដល់ពេលនេះហើយនៅញញឹមប្រព្រាយមែនទេកាលពីមុនបងចែមានស្នាដៃល្អណាស់ចំពោះស្រីសូមបីមិត្តនារីរបស់ខ្ញុំក៏គេដណ្ដើមបានដែរនាងជាប្រពន្ធរបស់គេសពថ្ងៃនេះមិនគេរើពីខ្ញុំយកទៅប្រើទេមែនទេសូមបីតែសេះកញ្ចាស់ក៏ចេះខឹងដែរ
យើងមិនគួរទៅជួបនឹងវាសោះតាមខ្ញុំមើលភាគីយើងទាំងពីរថ្ងៃណាមួយគង់តែមានការប្រយុទ្ធមិនខានតាមខ្ញុំយល់យើងគួរតែចាត់ការឲ្យបានមុនវាបន្តិចភ្នែកធំនិយាយត្រូវហើយលេងវាឲ្យខ្លាំងដៃតែម្ដងកុំឲ្យវាកម្រើករួចឲ្យសោះប្រហែលឆ្នាំមកនេះយើងម្នាក់ខិតខំរកស៊ីតាមផ្លូវច្បាប់បងប្អូនដែលមានថ្មីដៃទាំងប្រហែលឥឡូវម្នាក់ចាស់អស់ទៅហើយឥឡូវអ្នកនៅខាងក្រៅភាគច្រើនបានចាប់ដៃជាមួយអាយុងអស់ទៅហើយបើសិនជាយើងប្រយុទ្ធនឹងគេតើមានសង្ឃឹមដែរទេបើសិនជាសម្អាងវាយរហ័សដករហ័សយើងប្រហែលជាមានសង្ឃឹមបើសិនជារងចាំគេវាយយើងប្រកាសជាស្លាប់បងចែកូនអានក្តៅខ្លួនខ្លាំងណាស់បងចែទៅជាអញ្ចឹងថ្ងៃហ្នឹងវាត្រូវទឹកភ្លៀងបានជាក្តៅខ្លួនតែវាលេបថ្នាំមិញទេឥឡូវវានៅក្តៅខ្លាំងណាស់ខ្ញុំនាំវាទៅពេទ្យផ្នែកធំប្រមូលកម្លាំងយើងជួបជុំគ្នាបន្តិចទៀតខ្ញុំវិភាសាបញ្ហាមួយខ្ញុំទៅសិនណាអានលោកបងចែខុសប្លែកពីមុនច្រើនណាអញ្ចឹងគាត់វិភាគអីមិនកើតទេយើងគួរតែរកមធ្យោបាយជួយគាត់ទៅបានហើយឈិនបើកឡានជូនបងទៅបានទេអាឈិនវាដេកលក់ហើយខ្ញុំទៅតែឯងក៏បានដែរបងចែបងរបត់ខ្សែស្បែកជើងហើយចាំខ្ញុំជួយចងបងអាកកកាលពីថ្ងៃមិញបានទូរស័ព្ទមកថាអាយុងទៅសេស្បុតទៅឲ្យវាមួយក្នុងស្បុតនោះនិយាយថានៅខាងក្រៅមានគ្នាច្រើនណាស់ចង់សម្លាប់បងអាយុងវានិយាយទៀតថាវាមិនអាចការពារបងទេហើយអាយុងវាជួយបន់ស្រន់បងថែមទៀតផងអាយុងច្បាស់ជាចិត្តឈួតទៀតហើយតើអាកកយ៉ាងម៉េចដែរនាងកុំបារម្ភអីនាងសរសេរសម្បត្តិមួយទៅប្រាប់អាកកថាថ្ងៃក្រោយយើងនាំប្រពន្ធកូនយើងទៅលេងនឹងវានាងទៅគេងចុះបងប្រុសបងស្រីជីដូនមួយបានទូរស័ព្ទមកឲ្យខ្ញុំថាបងឯងចង់ធ្វើបាបបងចែហេតុនេះហើយបានជាខ្ញុំមកជួបនឹងបងសង្ឃឹមថាបងកុំធ្វើបាបគាត់ឲ្យសោះណាអូនឯងនិយាយខុសហើយអូនឯងគួរតែនិយាយថាមកអង្វរយើងអត់អន់ឲ្យទៅអាចារ្យទៅអង្វរយើងភ្លាមទៅល្អចាត់ទុកខ្ញុំអង្វរបងទៅចុះថាអូនឯងសំអាងលើអីទៅយ៉ាងហោចណាស់យើងជាបងប្អូននឹងគ្នាណាបងប្អូននឹងគ្នាមានអីគួរអស្ចារ្យទៅក៏ប៉ុន្តែឯងកុំភ្លេចអសោះណាមុននឹងអញចាកចេញពីទីក្រុងហុងកុងអញបាននិយាយថាម៉េចខ្លះឯងបាននិយាយថាឯងនឹងយើងមិនមែនជាបងប្អូននឹងគ្នាទៀតទេឥឡូវមានការបានមករកយើងបានប្រយោជន៍អីតាក៏ប៉ុន្តែបើសិនជាឯងយល់ព្រមចាក់ទឹកតែឲ្យយើងសុំទោសពីយើងក៏យល់ព្រមដែរបងប្រុសសូមអញ្ជើញពិសាទឹកតែយើងនេះជាបងប្រុសឯងត្រូវលុតជង្គង់ទើបយើងទទួលបានលុតជង្គង់ចុះភ្លាមទៅទេបងគ្រាន់តែនិយាយលេងជាមួយបងប្រុសឯងថាបងទទួលទឹកតែនេះហើយឯងយកប្រពន្ធម៉ាឡេស៊ីក៏មិនប្រាំបងដែរបងប្រាប់អូនឯងតិចចុះបើសិនជាអាចារ្យវារករឿងយើងជាមុនអានឹងវាជារឿងផ្សេងទៅវិញបើអូនឯងនៅតែជួយគេទៀតយើងក៏មិនដឹងធ្វើមិនដែរបាទអូនដឹងហើយ
អូនប្រុសស្រីស្រីម៉ាឡេស៊ីស្បែកគេគ្រើបប្អូនយូរទៅមកលេងម្ដងអីក៏ប្រញាប់ទៅវិញម្លេះមិនមិននៅលេងឲ្យបានយូរបន្តិចទៅបងស្រីខ្ញុំលើកនេះមកវល់អាយុងសូមបងកុំប្រាប់បងចាឲ្យសោះណាបងដឹងហើយក៏ប៉ុន្តែអាយុងវាគោរពពាក្យសន្យារបស់វាដែរឬទេមនុស្សវានេះក្លិចណាខ្ញុំមិនហ៊ានសន្និដ្ឋានទេណែបងស្រីដូចជាយកចិត្តទុកដាក់នឹងបងចែណាបងស្រីអាយុ30ផ្លាយទៅហើយបងចេះតែលួចស្រឡាញ់បងចែតែម្នាក់ឯងមិនស្រួលទេណាកុំទៅរវល់អីនេះមកពីបងស្រឡាញ់គេដែរទេឲ្យបងធ្វើយ៉ាងម៉េចទៅណែអាកំបាំងរបស់បងអូនកុំប្រាប់អ្នកណាឲ្យសោះណាឥឡូវខ្ញុំទុកពេល2ឆ្នាំឲ្យបងទៀតបើសិនជាបងនៅតែអត់ប្តីទៀតអូននឹងផ្សាយជាសាធារណៈឯងដែលអាលោកឯងទៅចាត់ការនឹងអាយងតើគួរតែប្រាប់បងចៅជាមុនទេនឹងខ្ញុំគ្មានវិធីណាជាងនេះទៀតទេបើសិនមកខ្ញុំមិនអាចត្រឡប់មកវិញសូមបងជួយមើលការខុសត្រូវត្រីទាំងនេះផងឯងមិនអាចទៅចិត្តគេបានទេប្រយ័ត្នគ្រោះថ្នាក់ផងណាអាទិត្យមុនខ្ញុំបានទៅសួរគ្រូទាយហើយគេថាខ្ញុំយ៉ាងហោចណាស់ក៏មានអាយុ70ឆ្នាំដែរប្រយ័ត្នប្រយែងណា
អាលោកស្លាប់បាត់ហើយអាផ្នែកធំជាអ្នកក្បត់នឹងវាឥឡូវក្រៅពីនាងខ្ញុំមិនជឿនរណាទៀតទេអង្គទៅប្រជុំហើយនាងជួយមើលប្រពន្ធនិងកូនរបស់ខ្ញុំផងណានាងយករបស់នេះទៅវាអាចជួយនាងបានណាអាឈិនបន្តិចទៀតមិនបាច់មកទទួលអញទេទៅទទួលកូនអញមកផ្ទះវិញចុះបាទខ្ញុំដឹងហើយមានការអីឯបងចែឯងក្បត់អញទេគ្មានទេខ្ញុំគ្មានធ្វើបាបវាទេសួរដំណឹងថាអាលោកអាវក្រោះមួយគ្នាមិនទាន់បានបាញ់អស់មកគ្រាប់ទេតែខ្លួនគ្នាត្រូវគ្រាប់ឲ្យសុះតាមថ្វីដៃរបស់គេមិនអាចទៅជាអញ្ចឹងទេលោកលេងតើមានមនុស្សឲ្យដំណឹងទៅអាយុងបានជាជួនពេលណាស់ដែលអាយុងមានឱកាសសម្រាប់គេអាលោកវិលៈការបានល្អណាស់រីឯអាកំបាំងរបស់វានិយាយប្រាប់តែពីរនាក់ទេមួយគឺអញមួយគឺឯងក្រៅពីអញតើមាននរណាទៀតបងចែវាអត់បានប្រាប់ខ្ញុំផងខ្ញុំខុសហើយបងកុំសម្លាប់ខ្ញុំអីបងចែខ្ញុំក៏សង្ឃឹមថាការវិនិច្ឆ័យរបស់ខ្ញុំគឺខុសតែស្មានមិនដល់ថាឯងពិតជាក្បត់អាលោកឯងឈួតហើយខ្ញុំឃើញបងប្លែកជាងពីមុនឆ្ងាយណាស់ខ្ញុំយល់ឃើញថាយើងទាំងអស់គ្នាប្រកាសជាត្រូវចាញ់ហើយខ្ញុំមានបំណងចង់ស្លាប់រស់ជាមួយនឹងបងដែរប៉ុន្តែកូនប្រពន្ធតើត្រូវគិតយ៉ាងណាបងចែអ្វីខ្ញុំនិយាយប្រាប់បងអស់ហើយតើគុណបងចែហើយអរគុណបងចែហើយយើងអត់ទ្រាំនឹងអាយុម្ដងហើយម្ដងទៀតព្រោះអីក៏ព្រោះតែបងប្អូនទាំងអស់គ្នាដែរយើងមិនគួរណាយកអាយុជីវិតរបស់ខ្លួនទៅបន្ថយទៀតទេបងប្អូនកុំស្មានថាខ្ញុំមានរឹកផ្លែជាងមុនហើយកុំស្មានថាយើងនេះខ្លាយអាយុឲ្យសោះឥឡូវយើងចាត់ការវាភ្លាមខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់ពិតជារួមដៃជាមួយខ្ញុំនរណាចង់ដកខ្លួនចេញដើរចេញពីទីនេះភ្លាមទៅតែនរណាហ៊ានក្បត់អ្នកនោះទៅតែស្លាប់បងចែខ្ញុំទឹមតែទូរស័ព្ទថាក្រុមខ្លះហោះត្រូវគេអុកលុកពេញកន្លាហើយថាម៉េចឃ្លាំងរបស់យើងត្រូវគេដុតខ្ទេចខ្ទីអស់ទៅហើយហ៎
បងចែទ្រព្យសម្បត្តិរបស់យើងត្រូវពួកប៉ូលីសកំទេចអស់ហើយម្យ៉ាងទៀតបងប្អូនយើង10នាក់ត្រូវចាប់ខ្លួនផងហីអត់ស្រួលទេមិនចឹងបងចែមានទូរស័ព្ទអាឡូបាទថាម៉េចគឺលោកស្នងការហៅចំណាក់នាំប៉ូលីសមកឲ្យអាឈិនឆាប់ទទួលកូនខ្ញុំសិននេះអាចជួទូរស័ព្ទមកថាលោកអធិការហៅនាំប៉ូលីសទៅឆែកឆេរផ្ទះខ្ញុំហើយចោទតែខ្ញុំចំណាក់លក់គ្រឿងញៀនទៀតផងយកទាំងប្រពន្ធខ្ញុំទៅប៉ុស្តិ៍ប៉ូលីសអាចយងជាមួយស្នងការហៅរួមដៃលេងខ្ញុំហីចង្រៃវាយកយើងត្រូវតែចាត់ការជាមួយវាអត់បានបាទត្រូវចាត់ការជាមួយវាយកកំភ្លើងមកធ្វើអីគឺបងឲ្យខ្ញុំយកកំភ្លើងមកណាមើលហើយខ្ញុំគ្មានឲ្យយកមកណាខ្ញុំយកកំភ្លើងមកហើយបងភ្នែកធំថាបងចៅខ្ញុំយកកំភ្លើងមកណាបងចៅប៉ូលីសមកឯង我操！你就给出去！快！បងចាឥឡូវគិតយ៉ាងម៉េចទៅក្តាប់ភូមិសាស្ត្រឲ្យបាននាំគ្នាចាក់ចេញពីទីនេះភ្លាមបាទអ្នកនៅខាងក្នុងស្ដាប់ឲ្យបានពួកឯងត្រូវប៉ូលីសឡោមព័ទ្ធជាប់អស់ហើយយើងកំណត់ឲ្យពួកឯងចេញមកតាមរយៈពេល3នាទីក្រោយបើមិនអញ្ចឹងទេយើងចូលធ្វើអន្តរាគមន៍បងចានៅក្នុងមានឡានមួយឥឡូវយើងធ្វើយ៉ាងណាខ្ញុំគ្នារត់ចេញពីទីនេះទៅតើឡានមួយជិះបានប្រហែលអ្នកសំខាន់បំផុតគឺបានបងចាចេញពីទីនេះអាស៊ីមកតាមខ្ញុំពូកាន់កុំប្រយ័ត្នគ្រោះថ្នាក់ណា加油！快点！កុំអាកែនអើយឪពុកឯងត្រូវគ្រាប់ហើយអាកែនឆាប់ចេញមកមើលឪពុកឯងភ្លាមទៅបាទលែងខ្ញុំបងចើបើខ្ញុំគ្មានបងទេខ្ញុំស្លាប់យូរបាត់ទៅហើយខ្ញុំទៅយកឡាននោះហើយទៅមិនបានទេខ្ញុំប្រូស្លាប់រស់ទៅមិនបានទេហាត់ប៊ីនបាទប្រមូលកំភ្លើងទាំងអស់មកខ្ញុំឆាប់ឡើងខ្ញុំសូមសារភាពកំភ្លើងទាំងអស់នេះជារបស់ខ្ញុំគ្មានអីតាក់ទងដល់អ្នកទាំងអស់នោះទេចង់ចាប់ខ្ញុំបានហើយរោผมនាំឲ្យខាតពេលឆាប់ទៅហៅឡានពេទ្យភ្លាមទៅគ្រូនឹងមិត្តខ្ញុំពីរនាក់ទៀតត្រូវរបួសធ្ងន់ណាស់ហៅឡានពេទ្យភ្លាមទៅហៅឡានពេទ្យភ្លាមពូកាន់បងចែខ្ញុំគ្មានបានកាសោះខ្ញុំមិនអាចយកឡាននោះមកឲ្យបងចេញរួចពីទីនេះទុកចិត្តខ្ញុំចោះលពូកាន់លពូមិនអីទេជីកហើយ
ទីយកឡានភ្លាមទៅ បាទពួកឯងជិះទៅកៅសិនចុះបាទទៀនបងចែសុំទោសខ្ញុំត្រូវតែធ្វើអញ្ចឹងហើយការតាក់ទងរវាងឯងនិងយើងគឺចប់ហើយតើយើងអាចជួយឯងបានអ្វីខ្លះទៅ你尽管开口。ខ្ញុំគ្មានយកមកញ៉េមកថតទេ លោកឯងលក់ក្បាលឲ្យយងពីកាលណាមក បងចែរឿងថ្ងៃនេះគ្មានតាក់ទងអីនឹងខ្ញុំទេកាលពី3ខែមុនអង្គភាពប៉ូលីសចាត់តាំងឲ្យខ្ញុំនាំកម្លាំង13ក្រុមខ្ញុំក៏ធ្វើតាមបញ្ជារបស់គេបងចែខ្ញុំមិនចង់ធ្វើបាបបងឯងទេ លោកហៅលោកគ្រាន់បើមែន បងចែខ្ញុំឲ្យយោបល់ទៅបងឯងឲ្យតែបងឯងទទួលកំហុសលក់គ្រឿងញៀននិងលួចលាក់អាវុធដែលសល់ប្រមាណខ្ញុំនឹងជួយសម្រួលទៅចុះពេលដែលឡើងទៅដល់តុលាការបងគួរតែនិយាយថាមិនខ្លះមិនបាច់ចាំខ្ញុំបង្រៀនបងឯងទេណាវាគ្រាន់តែ លោកស្នងការហៅរយៈពេលជាង20ឆ្នាំកន្លងមកជួយយើងបានអ្វីខ្លះលក្ខការរឿងអាកំបាំងរបស់យើងច្រើនណាស់ហើយគម្រាមកំហែងយកប្រាក់យើងអស់ប៉ុន្មាន ឯងស្មានតែខ្លួនឯងជាអ្វីទៅជាសភាពបរិសុទ្ធឯងគ្រាន់តែជាជនពីលមួយរូបឡើងទៅដល់តុលាការគេជឿឯងឬក៏គេជឿយើងហ៎ ឯងគម្រាមកំហែងយកប្រាក់ពីយើងប្រមាណដងយើងក៏ប្រើហើយ ថាម៉េចចង់សម្រុតយើង ឡើងទៅដល់គណៈកម្មការបោះសម្អាតពេលនោះយើងគង់តែនឹងគ្នាទេ 快住！快住！侯警司，侯警司，你怎么样？要不要紧？快点，快住！别让他跑了！快！快！抓住他！站住！快点跑！别让他们跑了！
នាងពៅអ៊ីមានគេធានានាងហើយអ្នកដែលគេធានានាងឲ្យចេញមកគឺនៅខាងក្នុងសូមចេញចូលនាងប្តីនាងសម្លាប់លោកស្នងការហើយប្រឆាំងនឹងប៉ូលីសតទល់នឹងប៉ូលីសត្រូវប៉ូលីសបាញ់ត្រូវជាច្រើនគ្រាប់ឥឡូវបាត់លែងដឹងខ្លួនហើយប្រហែលជាស្លាប់ខ្ញុំមិនជឿទេលោកមេធាវីរឿងនេះជាការពិតណាស់មួយជាតិនេះខ្ញុំមានកំហុសធំមួយគឺខ្ញុំមិនគួរលក់ខ្លួនឲ្យអាចារ្យជាច្រើនឆ្នាំកន្លងមកខ្ញុំជួបប្រទះស្រីច្រើនណាស់តែគេមិនអាចនៅក្នុងចិត្តរបស់ខ្ញុំសោះពៅអ៊ីខ្ញុំមិនចង់រៀបការក៏ព្រោះតែនាងដែរតែទោះជានាងយល់ច្រឡំនឹងខ្ញុំយ៉ាងណាក៏ដោយទៅចុះក៏ខ្ញុំគ្មានត្រូវការអ្វីដែរទោះជាការលំបាកយ៉ាងណាក៏ដោយក៏ខ្ញុំសុខចិត្តជួយនាងដែរព្រោះខ្ញុំស្រឡាញ់នាងខ្លាំងណាស់មនុស្សអាក្រក់ដូចជាលោកអញ្ចឹងលោកមិនចេះស្រឡាញ់មនុស្សទេលោកចេះតែស្រឡាញ់ខ្លួនឯងកាលពីមុនយើងមិនពេញចិត្តនឹងលោកធ្វើឲ្យលោកមានការអាម៉ាស់មុខលោកមិនសុខចិត្តលោកធ្វើយ៉ាងណាចង់បានយើងឲ្យបានលោកកុំសង្ឃឹមឲ្យសោះលោកមើលមុខមាត់អាក្រក់របស់លោកទៅចាស់ខ្ញុំឃើញមុខលោកស្ទើរតែចង់ក្អួតឆ្កូតហើយឯងស្មានតែខ្លួនឯងជាស្ដេចឬទីនេះជាប៉ប៉ូលីសណាបងអីទេបងចែ
បងយ៉ាងម៉េចហ្នឹងខ្ញុំត្រូវរបួស2គ្រាប់មានឲ្យលោកគ្រូពេទ្យព្យាបាលនៅទៅរកញ៉ាំអីបន្តិចសិនខ្ញុំឃ្លាននោះពូអ៊ីណែអ្នកមិនអីទេខ្ញុំចាស់ច្រើនហើយនេះកូនធំប៉ុណ្ណេះទៅហើយលោកពូភ្លាមទៅកូនលោកពូល្អឯងចាក់ចេញពីក្រុងហុងកុងច្រើនឆ្នាំមកហើយណែពីនេះទៅភូមិរបស់យើងបើដើរត្រូវចំណាយពេល3ម៉ោងអ្នកខាងក្រៅមិនអាចរកបងឃើញទេប្រសិនបើមានសភាពការតឹងតែងខ្ញុំនឹងនាំពួកបងទៅរកកន្លែងផ្សេងទៀតណាឥឡូវគេតាមចាប់ខ្ញុំគ្រប់កន្លែងបើសិនជាអញ្ចឹងតទៅទៀតយើងមិនដឹងจะគេចដល់ថ្ងៃណាទេមុនក្រោយគង់តែស្លាប់ចាំបាច់តែខ្លាចអីទៀតអាទិត្យក្រោយខ្ញុំនឹងទៅហុងកុងលេងមួយចានស្លាប់រស់ជាមួយអាយុងតែម្ដងបើសិនជាបងទៅហុងកុងខ្ញុំទៅជាមួយបងដែរយើងមកលើកនេះគឺចង់ប្រគល់ប្រពន្ធនឹងកូនយើងឲ្យទៅឯងបើឯងមិនមើលការខុសត្រូវធ្វើម៉េចនឹងយើងទុកចិត្តបានទៅបងឯងទៅម្នាក់ឯងប្រយ័ត្នមានគ្រោះថ្នាក់ណាឯងមិននិយាយជាមួយយើងទៀតបានទេយើងសូមអង្វរឯងចុះឯងជួយមើលកូនខ្ញុំឲ្យមែនតើព្រោះវាជាដំណក់ឈាមតែមួយគត់របស់ខ្ញុំទោះបីជាខ្ញុំស្លាប់ទៅក៏ខ្ញុំបិទភ្នែកចិត្តដែរមែនទេណែឈរជុំគ្នាអញ្ចឹងទៅណាអាកមកថតជុំគ្នាមកប្រុងព្រៀបមកថតមកប៉ះទៀតបងចាពើអ៊ីសួរខ្ញុំថាបងឯងចង់ទៅហុងកុងមកឲ្យគាត់ដឹងមែនទេខ្ញុំប្រាប់គាត់ថាមិនមែនទេអាកថតមកប៉ះពួកឯងនៅថតទីនេះសិនទៅណាបងទៅដល់ប្រទេសប្រេស៊ីលបងត្រូវទូរស័ព្ទមកឲ្យអូនភ្លាមណាថ្នាំដែលបងត្រូវញ៉ាំអូនបានរៀបរួចអស់ហើយពេលដែលបងទៅដល់សហរដ្ឋអាមេរិកបងត្រូវផ្លាស់ប្ដូរយន្តហោះហើយកុំភ្លេចពាក់អាវធំណាប្រយ័ត្នតិចណាបងដឹងហើយបងចង់ទៅហុងកុងមិនឲ្យអូនដឹងមែនទេមែនទេបងកុំកុហកអូនអី
បងបានប្រាប់ហើយមែនទេកុំឆោតពេកកុំជុំអីបងមិនកុហកអូនទេណាចុះមកកូនកូនធំណាស់ហើយពេលដែលប៉ាមិននៅត្រូវចេះស្ដាប់ម៉ាក់និយាយណាឮទេកូនឆ្លាតណាស់ពៅអ៊ីអូនត្រូវចេះថែរក្សាខ្លួនផងណាអូនមិនអាចអត់ពីបងបានទេអូនពិតជាស្លាប់អូនស្រឡាញ់បងណាបងក៏ដឹងដែរអូនកុំជុំអីបងកុំទៅណាអីបងអូលោកពូគិតណែលោកងាយឲ្យខ្ញុំយកសបុតនឹងរបស់នេះមកជូនលោកពូណានេះជារបស់បងប្អូននៅតៃវ៉ាន់ខ្ញុំឲ្យប្រាប់ថាខ្ញុំអរគុណច្រើនហើយខ្ញុំនឹងទូរស័ព្ទទៅអរគុណគាត់ផងមិនបាច់ទេគ្រួសារលោកងាយទៅមន្ទីរពេទ្យអស់ហើយហេតុអីទៅព្រោះយប់មិញនេះពូចុងមានគ្រោះថ្នាក់ចរាចរណ៍ចូលទៅមន្ទីរពេទ្យបាត់ទៅហើយឬថាគាត់ចិត្តស្លាប់ទៀតផងមិនក៏ខ្ញុំគ្មានដឹងអីសោះតែអញ្ចឹងណែលោកពូគិតហ៎ខ្ញុំឥឡូវទៅទទួលលោកងាយបើលោកពូចង់អញ្ជើញទៅជាមួយខ្ញុំដែរអញ្ជើញអញ្ចឹងដែរបានណាបងចៅអើយមិត្តរបស់ខ្ញុំវាមានគ្រោះថ្នាក់ខ្ញុំទៅមើលគេមកផ្លែសិនណាអ្នកឯងទៅចាំឡានមុនទៅហើយចែកគ្នាញ៉ាំឲ្យស្រួលបួលញ៉ាំតែឆ្ងាញ់ណាស់មកឲ្យខ្ញុំមួយមកខ្ញុំមួយមកឆ្ងាញ់ណាស់ណ៎ដែលក្មួយនៅលេងនឹងហើយអ៊ំទៅសិនបន្តិចទៀតអ៊ំមកវិញហើយបងចាខ្ញុំមានការចង់និយាយជាមួយបងតិចតោះយើងទៅខាងក្រៅនេះសម្បត្តិយន្តហោះសម្បត្តិរថភ្លើងនិងប៉ាសពតឈ្មោះក្នុងប៉ាសពតគឺឆិនមិញហ្វូស្អែកខ្ញុំទៅហុងកុងមុនបងពេលដែលទៅដល់ខ្ញុំនឹងហៅអាជីងមកទទួលបងឯងណាឯងតស៊ូប្រហែលឆ្នាំនេះមានកូនមួយទៀតផងឯងមិនគួរទៅបថុយយកអាយុជីវិតរបស់ឯងទៅជាមួយខ្ញុំទេដើម្បីបងចែខ្ញុំសុខចិត្តលះបង់អីទាំងអស់អ្នកមីងមកចេញសប្បាយជាមួយពួកខ្ញុំ Sehingga baru makan. Con Tâm Lành, con Tâm Lành, con Tâm Lành. Muaទាំង 10 នេះគឺខ្ញុំបានស្បត់ហើយគឺខ្ញុំត្រូវចាប់ពួកវាបាន
បងយងឯងជាអ្នកទី1ដែលខ្ញុំត្រូវចាំគេលោកអធិការអាចារ្យមិនក៏ធ្ងន់ធ្ងរម្ល៉េះរឿងឃាតកម្មទាំងប្រមាណដែលបានកើតឡើងសុទ្ធតែមានការតាក់ទងជាមួយលបងយងឯងឥឡូវនេះសូមលោកប្រកុលលិខិតឆ្លងដែនរបស់លោកឲ្យមកខ្ញុំភ្លាមខ្ញុំមានមុខចំនួនច្រើនណារកស៊ីតលេចតកើតមិនមែនជាការធម្មតាទេលោកមានពាណិជ្ជកម្មអីតាក់ទងនឹងប្រទេសម៉ាឡេស៊ីទៅលោកអធិការចាងយើងចង់ជំមិតនឹងគ្នាតើបានទេកាលពី9ឆ្នាំមុនអាចារ្យបាននិយាយដោយឯងចឹងដែរខ្ញុំមិនក្អកមួយម៉ាត់ផងក្រោយមកខ្ញុំទៅរៀនសូត្រ3ឆ្នាំទៅបង្ហាត់សាលាប៉ូលីសអស់2ឆ្នាំទេវតាមានភ្នែកទីបំផុតខ្ញុំបានអង្គុយលើកៅអីនេះដដែលរីឯឯងវេទនាហើយសត្រូវរបស់ខ្លួនឯងច្រើនជាងសមុខឃុំទៅទៀតឲ្យតែលឺដំណឹងថាលីអាចារ្យត្រឡប់មកវិញភ័យដល់ថ្នាក់ដេកមិនលក់ទៅហើយចេញចូលត្រូវមានគ្នាជាង10នាក់អែបជាមួយកើតជាមនុស្សពិបាកយ៉ាងនេះណាហើយស្ទើរស្លាប់វិញទៅវាប្រសើរជាងហើយទូរស័ព្ទខ្ញុំហ៎អាឡូខ្ញុំអធិការចាងចាំមកផ្លែតសិននាំគេចេញទៅក្រៅភ្លាមបងចែបងឯងរកខ្ញុំចង់សារភាពមែនទេទេខ្ញុំចង់ជួបអាយុងទោះបីជាវាមានទោសកំហុសយ៉ាងណាក៏ដោយច្បាប់ក៏ការពារវាដែរទោះជាលោករកមនុស្សតាមដានរបៀបណាក៏អត់ប្រយោជន៍ដែរលោកធ្វើបែបនេះមិនដាល់ឲ្យខ្ញុំមានផលពិបាកហើយឥឡូវលោកដកកូនចៅរបស់លោកចេញពីវាសិនទៅហេតុអីឯងឲ្យយើងធ្វើអញ្ចឹងថ្ងៃនេះយើងវិលត្រឡប់មកវិញយើងដឹងខ្លួនថាច្បាស់ជាស្លាប់ពេលដែលយើងចាត់ការនឹងវាឲ្យលោកទៅទទួលសាកសពរបស់យើងដល់ពេលនោះលោកនឹងបានទទួលបានសរសើរជាមិនខានលោកអធិការចាងពីមុនខ្ញុំលេងសើចជាមួយលោកច្រើនណាស់ឥឡូវនេះខ្ញុំសងគុណលោកវិញហើយខ្ញុំសូមសរសើរលោកទៅចុះលោកគោរពគោលការណ៍របស់ខ្លួនបានល្អណាស់ប្រកាន់ខ្ជាប់នៅទូនាទីនិងភារកិច្ចល្អណាស់ដែរលោកគ្រាន់បើមែនឯងក៏គ្រាន់បើដែរឯងដូចជាងាយពេកហើយឥឡូវផ្ទះក៏គ្មានប្រពន្ធក៏ស្លាប់នេះជាព្រំលិខិតទេខ្ញុំអាយុ7 8ឆ្នាំពុកខ្ញុំនាំខ្ញុំចូលទៅប្រឡូកក្នុងសង្គមហើយរយៈពេលប្រហែលឆ្នាំមកខ្ញុំធ្លាប់ឃើញអស់នៅអ្វីដែលកើតឡើងនៅក្នុងសង្គមបានជាតាំងខ្លួនជាជួនពេលម្នាក់ត្រូវគិតខ្លួនជាស្រេចទៅហើយហេតុនេះខ្ញុំមិនបន្ទោសមេឃមិនបន្ទោសដីមិនបន្ទោសទាំងឪពុកខ្ញុំទេព្រោះគាត់បានយកជីវិតរបស់ខ្លួនទៅតស៊ូដើម្បីចិញ្ចឹមខ្ញុំទាំងលំបាកវេទនាតែទីបំផុតខ្ញុំត្រូវឲ្យគេកាច់បំបាក់ទាំងស្រុងលោកអធិការចាប់ទទួលសាកសពរបស់ខ្ញុំទៅ6、干杯！去！好，来，干杯！ហើយបងយងរួចរាល់ហើយដាក់មកកែវទៅយ៉ាងម៉េចប៉ាអញមានតែជួបជាមួយអាចារ្យនឹងអាកទេវ៉ៃខ្ញុំបានកត់ត្រាអស់ហើយលោកបងយងចេញពីសាស្រាខ្ញុំសូមរាយការណ៍ជូនកាលពីព្រឹកមិញលោកប៉ាលោកបងចេញពីស្ថាគារមកប៊ីងឡានតាក់ស៊ីបុកងាប់រួចហើយគាត់ទៅចែកដីនៅចំពោះមុខភ្នោខ្មោចបងស្រីជីដូនមួយរបស់លោកបងបន្ទាប់មកទៀតគាត់ទៅអង្គុយលើកំពង់ផែមើលគេស្ទូចត្រីគាត់អង្គុយអស់រយៈពេល5ម៉ោងគាត់អង្គុយបដាគាត់ល្អូលតមបដារួចថ្ងៃទី2គាត់ទៅខ្ទមអ្នកតាអុជធូបបន់ស្រន់ឯងឈប់និយាយរឿងមិនសំខាន់បានទេ到底有没有看见他跟阿基阿国碰头？不知道。你什么都不知道，就知道吃。1个钟头以前，រួចខ្ញុំបានឲ្យមនុស្សម្នាក់ទៅតាមលោកប៉ារបស់លោកបងហើយប្រហែលជាគេមិនទាន់ទៅដល់ទេបងយើងលោកប៉ារបស់បងជិះឡានមកដល់ហើយសូមឯងនឹងចាំខ្ញុំមកផ្លែតសិនណាបាទអញ្ជើញមកតាមខ្ញុំមក
គេម្នាក់ត្រូវគ្របបាយផ្ទុះដៃក្បាលដាច់ដៃអាខ្លះដៃជើងខ្ទេចខ្ទីអស់ហើយមិនដឹងជាអ្នកណាទេយើងគេមិនលក់រៀងរាល់យប់យើងសួរខ្លួនឯងឆ្លើយខ្លួនឯងថាតើជាតិមុនយើងសាងអំពើអ្វីខ្លះបានជាជាតិនេះមានកូនអាក្រក់បែបនេះមិនក៏ឯងមិនសម្រាប់យើងទៅមិនក៏ឯងមិនសម្រាប់យើងទៅហេតុអីបានជាឯងមិនសម្រាប់យើងហេតុអីបានហើយហេតុអីបានហើយឈប់ទៅប៉ាឯងចំណាស់នេះហើយគ្មានខួរទេឯងប៉ាឯងប្រើតាចាប់ទេអីគេនិយាយអីក៏ប៉ាឯងជឿគេដែរខ្ញុំអត់ចាកចេញពីហុងកុងរាប់ខែហើយតែមានគេឃើញឯងទៅប្រទេសម៉ាឡេស៊ីអាកូនយ៉ាងไรសម្បត្តិឆ្លងដែនរបស់ខ្ញុំនេះត្រូវប៉ូលីសដកហូតអស់ហើយប្រទេសម៉ាឡេស៊ីខ្ញុំទៅមិនកើតខ្ញុំចេះហាលទៅនេះជាសម្បត្តិដកហូតលិខិតឆ្លងដែនខ្ញុំរបស់ប៉ូលីសបើប៉ាមិនស្គាល់អក្សរទេសួរគេទៅបើមិនមែនឯងជាអ្នកសម្រាប់គេតើនរណាជាអ្នកសម្រាប់គេទៅប្រាប់មកមើលខ្ញុំអត់ដឹងទេអាចចាយវាមានសត្រូវច្រើនដោយសម្បុកឃុំអញ្ចឹងខ្ញុំមានដឹងថានរណាជាអ្នកសម្រាប់វាបើប៉ាឯងចង់ដឹងខ្ញុំជួយស៊ើបសួររឿងនេះក៏បានណែប៉ាឯងឈប់ខឹងទៅណាប៉ាឯងពិសាបាយហើយនៅគេនៅខាងក្រៅកំពុងតែពិសាបាយឥឡូវលោកប៉ានៅពិសាបាយជាមួយនឹងខ្ញុំទៅណាលោកប៉ាណាអ្នកលោកបងខ្ញុំឃើញលោកឪពុករបស់លោកបងនៅសន្តាគារ见你爸爸在美孚下过车，阿国跟阿季两个人从人群中闪了出来，一眨眼就不见了他们。គេនៅឯណាទៅឆាយទេមកអញប្រាប់ទេអញមិនប្រាប់ឯងទេ不会告诉你的。不对劲儿啊，勇哥，你爸爸这次来是摆明试探你的。死老鬼！មិនជួយកូនខ្លួនឯងជួយអ្នកដទៃមកសម្រាប់កូនឯង枉费我这么有孝心，舍不得炸死你，还故意找人把你给骗开。你今天来探口风！គឺឯងហើយរឿងនេះគឺឯងជាអ្នកប្រព្រឹត្តអាកូនអកតញ្ញូអាកូនចង្រៃស្លាប់ទៅហើយស្លាប់ទៅវាយទៅវាយ给我滚！滚啊！不然我要你命！ពួកឯងតាមគេឲ្យជាប់តានឹងត្រូវរបួសហើយអាពីរអ្នកនោះប្រកាសជាចេញមុខជាមិនខាន走，បើកឡានទៅពួកវាវាយលោខ្ញុំមិនអល់ដួលទេខ្ញុំនិយាយជាមួយគេរួចអស់ហើយគ្មានរឿងអីទៀតទេឆាប់បើកឡានចេញទៅ开车，车。
全，安全。
បងយងណាមើលទៅមិនរួចទេឆាប់រត់ភ្លាមទៅបងយ៉ាងម៉េចទៅបងហើយរត់ទៅមុនហើយបាយហ៊ានសម្លាប់យើងឯងត្រូវដោះស្រាយជាមួយលោកប៉ាយ៉ាងម៉េចខ្លះ阿国，爸，អាកោជាកូនរបស់លោកប៉ាខ្ញុំមិនមែនជាកូនរបស់លោកប៉ាមែនហ៎អាកូនចោលមកសៀមឯងកំតិចផ្ទះរបស់យើងឯងកំតិចផ្ទះរបស់យើងបាននិយាយឲ្យថាឯងមិនអាចរស់ផុតពីឆ្នាំនេះបានទេឯងទុកចិត្តចុះយើងនឹងបញ្ជូនឯងទៅនរកឲ្យជួបជុំគ្រួសារឯងយើងចង់ដឹងថាប្រពន្ធឯងនិងកូនរបស់ឯងដែលត្រូវយើងសម្លាប់នោះគេនៅឋាននរកត្រូវរងទុក្ខវេទនាយ៉ាងណាទៅឯងទម្លាក់យើងទៅចុះឲ្យយើងស្លាប់ទៅយើងមិនខ្លាចទេចង្រៃក្នុងខ្លួនឯងសិតតែក្របពេលដែលអញទម្លាក់ឯងទៅដល់ក្រោមក្របនឹងផ្ទុះឡើងពេលនោះឯងស្លាប់ទៅឯងនឹងវេទនាជាងប្រពន្ធកូនអញទៅទៀតចង្រៃឯងមិនមែនជាមនុស្សទេអាកោឯងយ៉ាងមិនទៅហើយអាកោគេមិនស្លាប់ទេតែគេត្រូវជាប់គុកអស់មួយជីវិតដែរ
មនុស្សនៅទីនេះយើងចំណាក់សម្លាប់គ្មានអីតាក់ទងដល់ឪពុកនិងកូនពីរនាក់ហ្នឹងទេខ្ញុំបានប្រាប់គេថាកុំឲ្យមកទីនេះធ្វើអីតែគេមិនស្ដាប់ខ្ញុំសោះខ្ញុំដឹងថាស្ថានភាពឪពុកនិងកូនដែរពេលដែលឡើងដល់តុលាការខ្ញុំនឹងជួយគេបានហើយឆាប់ទៅមន្ទីរពេទ្យភ្លាមទៅខ្ញុំក៏មិនចង់ឲ្យឯងស្លាប់ដែរឯងត្រូវជាសាក្សីយ៉ាងសំខាន់ចំពោះប៉ូលីសណា